ស្រឡាញ់នៅក្នុងការដែលយើងស្ដាប់នៅក្នុងបេដកលេខ70នៅក្នុងមហាវគ្គឥន្ទ្រីកថានេះមិញហ្នឹងគឺសម្ដែង3គ្នាមានគ្នា164 65និង66អប់រំចិត្តនៅក្នុងសត្វតន្ត្រីហ្នឹងគឺការជឿសត្វតន្ត្រីតាំងឡើងដោយសារតែឆន្ទៈនិងដោយអំណាចនៃអហិសធាដោយអំណាចនៃសទ្ធានឹងបមញ្ចៈហ្នឹងកើតឡើងដោយសារតែឆន្ទៈដែរបមញ្ចៈហ្នឹងគឺការរីករាយនិងហើយសទ្ធាហ្នឹងគឺការជឿសត្វតន្ត្រីហ្នឹងគឺតាំងឡើងដោយអំណាចនៃបមញ្ចៈនិងអំណាចនៃសទ្ធាខណ្ឌពេលខណ្ឌបានន័យថាមាននៅបានន័យថាคลิปហ្នឹងឃ្នៀបហ្នឹងធ្លាប់សម្ដែងរួចហើយនៅក្នុងវីដេអូមកណាកណាគេដាក់ខណ្ឌពេលខណ្ឌអញ្ចឹងឥន្ទ្រីហ្នឹងបកថាការតាំងមាំឥន្ទ្រីហ្នឹងណាអញ្ចឹងសទ្ធាហ្នឹងគឺមានការតាំងមាំតើតែមានឆន្ទៈមានបមញ្ចៈហ្នឹងมันមានសទ្ធាតាំងមាំបានគេថាសទ្ធាហ្នឹងគឺបកថាជឿសុបការជឿសុបវាឈ្នះនៅអសទ្ធាយៈហ្នឹងបានន័យថាអសទ្ធាអត់ជឿវាផ្គូគ្នាវាផ្ទុយគ្នាវិញបើន័យថាការមានសទ្ធាហើយនិងការអត់សទ្ធាហ្នឹងវាជាគូបរិបត្តិធម៌គ្នាវាគ្របសង្កត់នៅសេចក្តីក្តៅក្រហាយមួយទៀតគឺវិរិយៈហ្នឹងវាផ្គងឡើងអាត់នៅក្នុងព្រះសតនបិដកហៅថាផ្គងឡើងវាគ្របសង្កត់នៅកោសញ្ចៈនេះហើយក៏គប់សង្កត់សេចក្តីក្តៅក្រហាយដែរអញ្ចឹងនៅក្នុងវិរិយត្រីហ្នឹងព្យាយាមហ្នឹងវាគ្របសង្កត់កោសញ្ចៈគឺសេចក្តីខ្ជិលបើកាលណាខ្ជិលអត់ឧស្សាហ៍ទេអត់ព្យាយាមទេអញ្ចឹងធម៌ពីរហ្នឹងវាជាគូគ្នាក្នុងការឈ្នះគ្នាមិញមកគូមិញសទ្ធានិងអសទ្ធាដល់ពេលឥឡូវហ្នឹងគឺវិរិយត្រីជាមួយនឹងកោសញ្ចៈអញ្ចឹងវាគ្របសង្កត់នៅសេចក្តីក្តៅក្រហាយដែរសារតែវិរិយៈឈ្នះកោសញ្ចៈហ្នឹងហើយបានគ្របសង្កត់សេចក្តីក្តៅក្រហាយបានមួយទៀតគូទី3គឺសត្វតន្ត្រីសតិប្រុងអាត់ហ្នឹងគឺថាប្រុងប្រយ័ត្នគ្របសង្កត់បមត្តៈកញ្ញាបងធ្លាប់លើពាក្យបមត្តៈអត់បកថាម៉េចមានសេចក្តីប្រមាទប្រហែសមែនទេណាត្រូវអញ្ចាស់ឆ្លើយមកត្រូវទៀតបមាទហ្នឹងប្រែថាប្រមាទហ្នឹងហើយតាមត្រូវបមត្តៈហ្នឹងគឺថាថ្មីប្រហែសប្រមាទហ្នឹងឯងអញ្ចឹងកាលណាដែលយើងអត់មានសតិគឺមានបមត្តៈហ្នឹងឯងអ្នកដែលមានសតិហ្នឹងណាដែលថាអត់មានស្មារតីពេលហ្នឹងមានស្ពឹកថាពួកអីចិត្តនេះបើអត់មានសតិទេវាធ្លាក់ចូលក្នុងអកុសលហើយបើយើងរៀននៅក្នុងព្រះអភិធម្មណាអត់មែនជាចិត្តកុសលឯពួកចិត្តអកុសលទាំងអស់វាអត់មានសតិទេតែច្រើនអញ្ចឹងទីពឹងនឹងនៅក្នុងដួងចិត្តមួយបើកាលណាមានតួសតិបានន័យថាល្អហើយចិត្តហ្នឹងណាអញ្ចឹងបានធម៌កើតឡើងគឺថាចេញមកពីទី1ហ្នឹងគឺធ្វើម៉េចឲ្យមានសតិនេះអញ្ចឹងបាន3គូហ្នឹងមិញណាកញ្ចាស់បងម៉ោងពូមិញបាន3គូណាគូទី1អីគេគូទី1គឺសត្វតន្ត្រីសទ្ធាជាមួយនឹងអសទ្ធាគូទី2មិញអីវិរិយន្ត្រីជាមួយឈ្នះកោសញ្ចៈសេចក្តីខ្ជិលហើយដល់ពេលមួយទៀតគូទី3គឺគូទី3យើងរៀនមិញអីគេសត្វតន្ត្រីហ្នឹងគឺគូរបស់វាគឺបមាតៈមានគូរបស់វាបដិបកគ្នាអញ្ចឹងណានេះហើយយើងរៀនដល់គូទី3ហើយអញ្ចឹងយើងចាំថានៅក្នុងហ្នឹងវាមាន5គូតែវាបដិបកធម៌គ្នាមានតែ3ទេយើងរៀន2ទៀតមកយើងចាំថាឥន្ទ្រី5គឺមាន5អញ្ចឹងវាមានគូបដិបករបស់វាហ្នឹង5ដូចគ្នាហើយយើងមើលគូទី4សមា
សមាធិន្ទ្រីអត្ថរបស់វាគឺមិនរាយមាយបានន័យថាចិត្តស្ងប់ហ្នឹងណាសមាធិហ្នឹងណាសមាធិន្ទ្រីហ្នឹងវាគ្របសង្កត់នៅអុច្ឆៈហ្នឹងគឺសេចក្តីរាយមាយក្តៅក្រហាយហ្នឹងព្រោះអវិជ្ជាហ្នឹងវាគ្របសង្កត់អញ្ចឹងឥន្ទ្រី5នៅក្នុងនេកមៈគ្របសង្កត់កាមឆន្ទៈឥន្ទ្រីទាំង5ហ្នឹងណាប៉ុន្តែយល់ពាក្យនេកមៈអត់គឺបួសមែនទេនេកមៈគឺបួសចាអញ្ចឹងវាគ្របសង្កត់នៅកាមឆន្ទៈព្រោះមកបួសគឺថយអាតម្រូវការនឹងច្រើនអញ្ចឹងនៅក្នុងគូបដិបត្តិហ្នឹងមាន5ហ្នឹងណាមាន5ហ្នឹងទី1គឺសទ្ធាសត្តន្ទ្រីបដិបត្តិជាមួយនឹងអសទ្ធាអសទ្ធាឥឡូវនៅក្នុងនេះខ្ញុំបញ្យល់ទៀតណាអញ្ចឹងអវិជ្ជាឥន្ទ្រី5នៅក្នុងនេកមៈរមែងគ្របសង្កត់នៅកាមឆន្ទៈឥន្ទ្រី5គឺការមិនព្យាបាទឥន្ទ្រី5ហ្នឹងអត់ព្យាបាទទេបើមានឥន្ទ្រី5ហ្នឹងណាអញ្ចឹងវាគ្របសង្កត់នៅការព្យាបាទហើយតើណាមានឥន្ទ្រី5ហើយគឺស្ថិតនៅក្នុងនេកមៈបានហើយនឹងហើយមិនគួរអង្គើទេមានឥន្ទ្រី5ហើយហ្នឹងបើអត់មានឥន្ទ្រី5ហ្នឹងគឺមិននឹងណទេអញ្ចឹងបាននៅពេលហ្នឹងនៅពេលចូលនេកមៈបើដោយសារតែឥន្ទ្រី5ហ្នឹងបាននៅក្នុងនេកមៈបើក្នុងភិវនៈរបស់វិញគឺគ្របសង្កត់កាមឆន្ទៈហ្នឹងបានណាអត់មករតម្រូវការជីវិតគូអីទៀតទេបើឥន្ទ្រី5នេះក៏វាបើឥន្ទ្រី5នៅក្នុងការវាមិនមានព្យាបាទទេព្រោះមនុស្សមានបញ្ញាមានសមាធិមានវិរិយៈមានសតិមានសទ្ធាហ្នឹងដែលមានការព្យាបាទទៅធម៌ហ្នឹងវាគ្របសង្កត់ហើយវាមានការព្យាបាទទេធម៌ព្យាបាទវាកើតអត់រួចទេអញ្ចឹងវាគ្របសង្កត់នៅព្យាបាទបើឥន្ទ្រី5នៅក្នុងអលោកៈសញ្ញាគឺពន្លឺសញ្ញារបស់ពន្លឺណានេះយើងអង្គុយវាភ្លឺអង្គុយភ្លឺមានពន្លឺហ្នឹងព្រមែងគ្របសង្កត់នៅថៃនមិត្តធៈសេចក្តីខ្ជិលអបហើយពុណៈបើកមុតកុំគ្នាវាស្ដាប់ទៅថៃនមិត្តធៈណាថៃនមិត្តធៈហ្នឹងគឺសេចក្តីខ្ជិលដែរអញ្ចឹងឥន្ទ្រី5នេះបើទៅវាបកថានៅក្នុងការមិនរីមាយឥន្ទ្រី5ក្នុងការមិនរីមាយគ្របសង្កត់នៅអុច្ឆៈណាហ្នឹងនៅក្នុងហ្នឹងគឺសមាធិហ្នឹងហើយដែលវាគ្របសង្កត់ភាពរវើរវាយបានឥន្ទ្រី5នៅក្នុងអរហន្តតមៈគ្របសង្កត់នៅកិលេសទាំងពួងហ្នឹងបានន័យថាបើបានឡើងទៅចិត្តឡើងកាន់មគ្គវិធ័យឡើងត្រាស់ដឹងដល់ព្រះដល់អរហត្តមរហត្តផលគឺគ្របសង្កត់កិលេសនឹងបានហើយអញ្ចឹងយល់ច្បាស់ហើយកញ្ចាស់បងនេះគឺបញ្យល់បែបទៀតឲ្យយើងយល់អំពីធម៌ថាឥន្ទ្រី5ហ្នឹងបើនៅក្នុងនេកមៈរមែងគ្របសង្កត់កាមឆន្ទៈបើឥន្ទ្រី5ហ្នឹងគឺអត់ព្យាបាទទេគ្របសង្កត់ការព្យាបាទឥន្ទ្រី5ហ្នឹងគឺមានពន្លឺហើយបើថាមានពន្លឺហើយក៏មានពន្លឺវាអត់ខ្ជិលទេនៅក្នុងអង្គុយស្លុបទៅបាត់ទៅគេងលក់បាត់ទៅហើយវាមិនរីមាយទេឥន្ទ្រី5នឹងចាស់ខ្លះរមែងកើតឡើងនៅក្នុងអរហត្តមគ្គហើយគ្របសង្កត់កាន់ផ្ដាច់កិលេសចោលបាននឹងនៅក្នុងគៀប165បញ្យល់បន្ថែមអញ្ចឹងនេះការញ៉ាំងវិញឥន្ទ្រីទាំង5ហ្នឹងលើអាចគឺការជឿសុបអញ្ចឹងបើកាលណាបុគ្គលមានសទ្ធាគឺញ៉ាំងឥន្ទ្រីហ្នឹងឲ្យតាំងសុបបានក្នុងការជឿនឹងឲ្យតាំងសុបតម្កល់សុបបានអញ្ចឹងបុគ្គលមានសទ្ធាតម្កល់សុបនៅក្នុងការជឿបានដោយសារតែសទ្ធាហ្នឹងបកថាការជឿហ្នឹងហើយប៉ុន្តែជឿសុបណាតម្កល់សុបដោយសារតែឥន្ទ្រីហ្នឹងគឺចាស់ខ្លាឬក៏តាំងមាំពេលខ្លះសទ្ធាយើងមិនទាន់ឡើងទៅដល់សត្វធន្ទ្រីដោយសារអីម្ដងមានសទ្ធាម្ដងអត់សទ្ធាហ្នឹងចិត្តយើងវាអត់ទាន់មានឥន្ទ្រី
តែមានត្រីវាតាំងសុបនៅក្នុងសទ្ធាហ្នឹងឯងវាអត់ដាច់ទេចឹងហើយបានសទ្ធាមិនចាស់ខ្លាំងមិនទៅរកការត្រាស់ដឹងបានអាហ្នឹងបញ្ហាទី1សទ្ធាទី2បើកាលណាបុគ្គលមានការព្យាយាមបុគ្គលមានការព្យាយាមគឺរមែងញ៉ាំងវិរិយន្តិវិរិយន្តិគឺព្យាយាមហ្នឹងឯងឲ្យតម្កល់សុបឡើងដល់ពេលណាដែលការព្យាយាមនឹងហៅថាតម្កល់សុបទៅហៅថាវិរិយន្ត្រីបើមិនជាការព្យាយាមនឹងអត់តន់តម្កល់សុបទេមិនតន់ពាក្យថាមិនអាចថែមពាក្យឥន្ទ្រីពីក្រោយបានទេចាម្ដងព្យាយាមម្ដងអត់អញ្ចឹងបកគលដែលមានការព្យាយាមនឹងគឺមានការតាំងសុបនឹងហៅថាវិរិយន្ត្រីហើយបកគលនឹងគឺមាននៅពេលដែលមានវិរិយន្តិគឺអាចរមែងគ្រប់សង្កត់នៅសេចក្តីខ្ជិលនឹងបានហើយព្រោះខ្ជិលហ្នឹងវាធ្វើឲ្យយើងអត់ព្យាយាមហ្នឹងដោយសារខ្ជិលហ្នឹងហើយមួយទៀតគឺបន្ទាប់ពីវិរិយន្តិហើយបើបុគ្គលហ្នឹងគាត់មានស្មារតីញ៉ាំងសទ្ធាសដ្ឋិន្ទ្រីណាសដ្ឋិន្ទ្រីគឺសតិសដ្ឋិន្ទ្រីនឹងឲ្យតម្កល់សុបនៅក្នុងការប្រុងប្រយ័ត្នហ្នឹងគឺសដ្ឋិន្ទ្រីបើមានស្មារតីក្នុងសទ្ធាណាវាតេតើមួយសទ្ធាដែរបានមានសតិសដ្ឋិន្ទ្រីហើយតម្កល់សុបហ្នឹងនៅក្នុងការប្រុងប្រយ័ត្នហ្នឹងគឺសដ្ឋិន្ទ្រីហ្នឹងគឺរមែងមានស្មារតីតម្កល់សុបហើយបើសិនជាបុគ្គលនឹងមានចិត្តនឹងថឹងចិត្តនឹងថឹងហ្នឹងរមែងញ៉ាំងសមាធិន្ទ្រីគឺសមាធិហ្នឹងឲ្យតាំងសុបបានចិត្តនឹងថឹងអត់រាយមាយទេហើយបើសិនជាបុគ្គលនឹងមានបុគ្គលនឹងញ៉ាំងសមាធិន្ទ្រីហ្នឹងគឺការរាយមាយហ្នឹងគឺរមែងបុគ្គលនឹងមានចិត្តនឹងថឹងតាំងសុបអត់រាយមាយទេបើសិនជាបុគ្គលនឹងមានបញ្ញាញ៉ាំងបញ្ញានឹងឲ្យតាំងសុបណាឲ្យតាំងសុបក្នុងការឃើញបញ្ញានឹងបកថាការឃើញអញ្ចឹងបញ្ញន្ទ្រីនេះរមែងធ្វើញ៉ាំងបុគ្គលនឹងឲ្យមានបញ្ញាតម្កល់សុបក្នុងការឃើញអញ្ចឹងយោគីវិចរញ៉ាំងអន្ទី5ញ៉ាំងអន្ទីទាំង5ហ្នឹងមានអីមានសទ្ធាមានវិរិយមានសទ្ធាមានវិរិយៈសតិសមាធិនិងបញ្ញាហ្នឹងហើយ5ហ្នឹងបើញ៉ាំងអន្ទីទាំង5ហ្នឹងឲ្យតាំងសុបក្នុងនៃកមៈក្នុងភាពជាអ្នកបួសណាក្នុងភ្នោះណាអន្ទី5ហ្នឹងរវែងញ៉ាំងយោគីវិចរតម្កល់សុបទៅក្នុងនៃកមៈហ្នឹងទៀតអញ្ចឹងនៃកមៈហ្នឹងដឹងថ្កល់ហើយមិនទៅណាទេហើយនៅពេលដែលនៃកមៈហ្នឹងដឹងថ្កល់ហើយគឺតម្កល់សុបបានល្អហើយគឺថាឥន្ទ្រីហ្នឹងក៏វាឥន្ទ្រី5ហ្នឹងនាំឲ្យឥន្ទ្រី5ហ្នឹងតម្កល់សុបក្នុងការមិននៅក្នុងអព្យាបាទបានន័យថាអត់មានការចង់ព្យាបាទអ្នកណាចង់ឈ្នះចង់ចាញ់ជាមួយអ្នកណាទេព្រោះកាលណាឥន្ទ្រីចាស់ខ្លះក៏ដឹងថាការព្យាបាទហ្នឹងគឺជាការចងពៀយើងអត់មានសេចក្តីព្យាបាទទេគឺអព្យាបាទតែគឺមិនមានសេចក្តីព្យាបាទតែអញ្ចឹងយោគីវិចរណាអ្នកបដិបត្តិហ្នឹងអន្ត្រី5ហ្នឹងរមែងញ៉ាំងយោគីវិចរឲ្យតាំងតម្កល់សុបនៅក្នុងអព្យាបាទៈអត្ថន័យហ្នឹងសង្ខេបសង្កត់បន្ថែមបើយោគីវិចរនេះញ៉ាំងអន្ត្រី5នេះឲ្យតម្កល់សុបនៅក្នុងអលោកៈហ្នឹងគឺសពន្លឺអន្ត្រី5ហ្នឹងរមែងញ៉ាំងឲ្យតម្កល់សុបនៅក្នុងអលោកៈនេះដែលមានអន្ត្រី5ហ្នឹងអាចញ៉ាំងពលឺនឹងឲ្យនឹងថ្កល់បានណាឲ្យតាំងសុបបានយោគីវិចររមែងញ៉ាំងអន្ត្រី5ឲ្យតាំងសុបនៅក្នុងការមិនរាយមាយអន្ត្រី5ហ្នឹងគឺជួយគ្រប់សង្កត់អាចរាយមាយបានហើយនៅពេលដែលអន្ត្រីតម្កល់យោគីវិចរញ៉ាំងអន្ត្រី5ហ្នឹងឲ្យតម្កល់សុបហើយអរហត្តមគ្គកើតឡើងហើយគឺផ្លូវនិព្វានកើតឡើងហើយហ្នឹងគឺចំណុចហ្នឹងអញ្ចឹងសូមអនុមោទនាសាធុមួយ